ធ្វើការសក់សក់តែចិត្តហ្នឹងចង់ចេញរកស៊ីតែយើងត្រូវដឹងអីគេខ្លះមកមិនឲ្យខ្ញុំប្រាប់បើចិត្តយើងចង់ចេញរកស៊ីគួរតែជ្រើសរើសមុខរបរមួយណាដែលយើងចូលចិត្តសិនប៉ុន្តែស្របពេលជាមួយនឹងមុខរបរដែលយើងចូលចិត្តយើងត្រូវដឹងថាតើទេពកោសល្យរបស់យើងហ្នឹងគឺជាអីព្រោះការរកស៊ីបើសិនជាយើងខ្លួនឯងហ្នឹងណាធ្វើអត់កើតសត្រូវនៅឬក៏ដៃគូប្រកួតប្រជែងលើទីផ្សារងាយនឹងផ្ដួលយើងផេងតែម្ដងហើយមួយវិញទៀតបើសិនជាយើងខ្លាំងហើយយើងធ្វើមុខរបរហ្នឹងទៅកើតឬក៏ទៅរួចហ្នឹងងាយនឹងគេគ្រប់គ្នាហត់តាមយើងធ្វើតាមយើងហើយពេលហ្នឹងតែយើងត្រូវធ្វើមិនទេពកោសល្យរបស់យើងហ្នឹងហើយគឺត្រូវតែយកមកដោះស្រាយអញ្ចឹងមុខរបរដែលយើងចូលចិត្តជាមួយនឹងទេពកោសល្យរបស់យើងត្រូវតែមានស្របគ្នាហ្មងដើម្បីការពារមុខរបររបស់យើងហ្នឹងឲ្យនៅនឹងមួយកន្លែងឲ្យវាដើរទៅមុខមុនគេឲ្យជោគជ័យទោះបីជាមុខរបរហ្នឹងកំពុងតែប្រកួតប្រជែងលើទីផ្សារក៏ដោយហើយមួយវិញទៀតណានៅក្នុងសង្គ្រាមជួញដូររកស៊ីនៅពេលដែលគេធ្វើល្អជាងយើងច្បាស់ហ្មងអតិថិជនគេលែងរកយើងហើយតែនៅពេលដែលយើងធ្វើល្អជាងគេយើងហ្នឹងគឺជាជំរឿទី1សម្រាប់អតិថិជនរបស់យើងរហូតហ្មងអតិថិជនរបស់យើងគឺនៅតែមករកយើងធម្មតាមិនភ្លេចយើងទេទោះបីជាមុខរបរហ្នឹងដូចគ្នាជាមួយនឹងអ្នកដទៃក៏ដោយចំណុចចុងក្រោយលុយគឺជាសរសៃឈាមនៃអាជីវកម្មទាំងអស់ហ្មងបើសិនជាយើងខ្លួនឯងហ្នឹងណាអត់ចេះគ្រប់គ្រងលុយអត់ចេះគ្រប់គ្រងការចំណូលចំណាយច្បាស់ហើយមុនក្រោយមុខរបរហ្នឹងត្រូវតែដួលយើងអាចយកលុយអាជីវកម្មយកមកចាយទៅពីទៅពីនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងលុយអាជីវកម្មគឺលុយអាជីវកម្មលុយរស់នៅប្រចាំថ្ងៃគឺលុយរស់នៅប្រចាំថ្ងៃអញ្ចឹងយើងទាំងអស់គ្នាត្រូវចាំច្បាស់ថាទោះបីជាយើងជាតកាយក៏ដោយយើងជាតកាយយើងត្រូវមានប្រាក់ខែនៅក្នុងអាជីវកម្មរបស់យើងអញ្ចឹងយើងយកតែប្រាក់ខែយើងមកចាយបានហើយបើសិនជាយើងទៅជាតកាយយើងយកលើសពីប្រាក់ខែយើងមកចាយមុខរបរយើងអត់អាចតទៅមុខបានដើរដល់រលូនទេគង់តែមានថ្ងៃដួលភោងហើយបើខ្ញុំនិយាយប៉ុណ្ណឹងអ្នកនរគ្នាយល់បានប៉ុន្មានភាគរយហីចង់នៅធ្វើការទៅដែរឬក៏ចង់ចេញរកស៊ីមុខរបរដែលយើងចូលចិត្តស៊ីសងលើអ្នកនរគ្នា